ធានបទនេះខ្ញុំចង់និយាយតាក់ទងទៅនឹងលទ្ធផលចង់ប្រាប់ថាលទ្ធផលគឺកើតចេញពីសកម្មភាពលទ្ធផលមិនមែនកើតចេញពីការចង់បានរបស់យើងលទ្ធផលមិនមែនកើតចេញពីការសម័យរបស់យើងលទ្ធផលមិនមែនកើតចេញពីយើងបន់ស្រន់អីទេលទ្ធផលគឺកើតចេញពីសកម្មភាពរបស់យើងអាទង្វើផ្សេងឧបមាថាការចង់បានការបន់ស្រន់ការគិតការអីណាអីផ្សេងហ្នឹងវាគ្រាន់តែជាចិត្តសាស្ត្រមួយជំរុញឲ្យយើងធ្វើសកម្មភាពដល់ពេលយើងធ្វើសកម្មភាពទៅក៏បានលទ្ធផលអញ្ចឹងអាកន្លែងហ្នឹងគឺមានចំណុចមួយដែលនាំឲ្យបង្កើតលទ្ធផលគឺសកម្មភាពហ្នឹងអញ្ចឹងបើសិនជាយើងធ្វើទង្វើអស់មុនយើងសូត្រយើងផ្លុំយើងស្រែកយើងអីណានៃអីច្បាប់ស្រុកទាញអីក៏ដោយតែយើងអត់ធ្វើសកម្មភាពអីគឺអត់បានលទ្ធផលទេឧទាហរណ៍ថាយើងសុខភាពអត់ល្អទេយើងឈឺគាត់ថាយើងអង្គុយបន់ហងៃយើងប្រើច្បាប់ស្រូបទាញថាខ្ញុំចង់ឲ្យសុខភាពល្អតែយើងហូបអាហារល្អប្រៃជ្រុលផ្អែមជ្រុល fast food សិតតែអាហារកែច្នៃហើយយើងអង្គុយបន់ស្រន់អង្គុយអីណានៃអីចឹងណាអធិដ្ឋានប្រកាសជំនឿអីសូត្រព្រមចឹងយើងនៅតែសុខភាពអត់ល្អទេលុះត្រាតែយើងដូររបបអាហារដែលត្រូវមួយរាងកាយយើងត្រូវការរបបអាហារដែលនាំឲ្យយើងសុខភាពល្អយើងធ្វើលំហាត់ប្រាណអីចឹងទៅបានយើងអាចសុខភាពល្អបានអញ្ចឹងរាល់ថ្ងៃមនុស្សយើងភាគច្រើនយើងចង់តែយើងអត់ធ្វើអញ្ចឹងយើងអត់បានទេហើយរឿងខ្លះយើងអត់ចង់បានតែបានដោយសារយើងធ្វើវាឧទាហរណ៍ថាគ្រប់គ្នាមានណាគេចង់ដាច់ដៃនរណាក៏ចង់មានលុយចាយនរណាក៏ចង់មានសេរីភាពហិរញ្ញវត្ថុដែរនរណាក៏ចង់ដែរតែមានតែអ្នកប្រព្រឹត្តត្រឹមត្រូវជាមួយនឹងលុយទេដែលធ្វើឲ្យពួកគាត់មានសេរីភាពហិរញ្ញវត្ថុឬក៏មានលុយចាយមានអីចឹងតែចំពោះអ្នកដែលប្រព្រឹត្តត្រឹមត្រូវទោះបីជាចង់យ៉ាងម៉េចក៏អត់មានលុយទាំងអស់នឹងដែរអញ្ចឹងព្រោះដោយសារលទ្ធផលវាខាត់ចេញពីសកម្មភាពបើយើងចាយខ្ជះខ្ជាយប្រាក់ខែរកបានមកចាយខ្ទេចហើយទៅយើងបងមលុះរហូតឲ្យតែមានអីបងមលុះរហូតយកចំណូលឲ្យបានយកតែបងមលុះរឿងអីយើងមិនក្រមិនជាពាក់គេឃើញវាជារឿងធម្មតាអញ្ចឹងទេហើយមួយទៀតយើងតែងតែចង់ធ្វើការធំចង់បានមុខតំណែងតួនាទីខ្ពស់ចង់បានការគោរពការស្រឡាញ់ការឲ្យតម្លៃពីសង្គមចង់ឲ្យឪពុកម្ដាយបងប្អូនយើងឲ្យតម្លៃយើងមោទនភាពដោយសារយើងចង់ឲ្យខ្លួនយើងនឹងអស្ចារ្យអញ្ចឹងណាតែយើងមើលសកម្មភាពយើងអត់ប្រឹងទេយើងខ្ជិលយើងតនេយើងលេង Facebook យើងតនេយើងលេង TikTok យើងតនេយើងលេងមើល YouTube មើលរឿងភាគអីចឹងទៅយើងដើរលេងសាកថ្មជីវិតអីច្រើនអញ្ចឹងណាហើយយើងអត់ខំរៀនទេយើងអត់ខិតខំធ្វើការទេការងារយើងធ្វើចុងដៃចុងជើងឲ្យទៅរួចពីដៃទេហើយរៀនក៏ចឹងដែរយើងអត់អភិវឌ្ឍខ្លួនឯងបន្ថែមទេចឹងដល់ចឹងធ្វើឲ្យយើងអត់ស្ទប់ជំនាញកាលណាយើងអត់ចេះផងយើងអត់បកកែផងធ្វើការងាររបៀបថាលទ្ធផលស្ទើគុណភាពការងារស្ទើយើងមានឱកាសណាស់តែបានទៅធ្វើធំកើតពេលណាគេឲ្យយើងធ្វើបើគេទុកចិត្តយើងអត់បានផងយើងធ្វើការចិត្តតែខូចចិត្តតែខាតរួចណាឲ្យតម្លៃយើងបើមិត្តក្រុមការងាររបស់យើងនឹងធ្វើការមួយយើងនឹងអត់ចូលចិត្តផងព្រោះស្អីពួកគេឃើញយើងធ្វើការចង់ដៃចង់ជើងគេមានអារម្មណ៍ថាហត់គេត្រូវការ clean up ធ្វើយើងរហូតគេត្រូវការតែវាថាជួយយើងរហូតអញ្ចឹងមានណាគេចង់ធ្វើមួយយើងអញ្ចឹងតម្លៃយើងនៅណាអញ្ចឹងតម្លៃមិនមែនដោយសារយើងចង់ទេតែដោយសារតែយើងធ្វើបើយើងអត់ធ្វើគឺយើងនៅតែអត់បានហ្នឹងអញ្ចឹងត្រឡប់មកវិញនៅពេលណាដែលយើងមានអារម្មណ៍ថាជីវិតយើងនេះវាដូចខកបំណងណាជីវិតយើងមួយនេះវាខកចិត្តពោពេញតែរឿងមិនសមបំណងច្រើនពេកពិនិត្យឡើងវិញថាតើអ្វីដែលយើងធ្វើហ្នឹងវាអាចនាំយើងទៅដល់អ្វីដែលយើងចង់បានអត់មិនមែនចំណង់ដែលយើងចង់បានទេពិនិត្យទង្វើព្រោះចំណង់យើងដឹងហើយយើងចង់អីតែទង្វើដែលយើងធ្វើនេះរាល់ថ្ងៃទង្វើប្រចាំថ្ងៃរបស់យើងហ្នឹងវាពិតជាអាចជូនយើងទៅដល់អ្វីដែលយើងចង់បានអត់ឥឡូវឧទាហរណ៍ថារាល់ថ្ងៃការងារប្រាក់ខែមិនសូវច្រើនហ្មងទេតិចតួចចាយមករស់ពិបាកដឹងការទេមានលុយទិញផ្ទះនៅដឹងការទេមានលុយរៀបចំគ្រួសារការប្តីការប្រពន្ធអីចឹងយើងមានអារម្មណ៍ថាពិបាកជីវិតដូចពិបាកហ្មងណាអញ្ចឹងពិនិត្យមើលខ្លួនឯងរាល់ថ្ងៃតើមួយថ្ងៃយើងចំណាយពេលតែធ្វើការតែយើងបានយកចិត្តទុកដាក់ក្នុងការធ្វើការងារអត់យើងប្រឹងប្រែងយើងព្យាយាមជាគេហៅថាជាមនុស្សម្នាក់ដែលគេពឹងពាក់បាននៅកន្លែងការងារយើងអត់មិត្តរួមការងារយើងកូនចៅយើងមេយើងពឹងពាក់យើងបានអត់ទុកចិត្តយើងបានអត់ទី1ទី2តើយើងបានចំណាយពេលអភិវឌ្ឍខ្លួនឯងអត់រងថ្ងៃហ្នឹងមកដល់ផ្ទះវិញមានទិញសភៅអានឬក៏ subscribe ឬក៏ទិញ course ជំនាញរៀនដែលតាក់ទងនឹងជំនាញរបស់យើងអត់មានផឹងរៀនផឹងទិញអត់មាន
ចំណាយលុយខ្លះដើម្បីចូលរួមសិក្ខាសាលាដើម្បីរៀនអ្វីដែលតាក់ទងនឹងជំនាញរបស់យើងអត់យើងមានធ្វើអត់រាល់ថ្ងៃហ្នឹងហើយមានតាក់ទងមនុស្សដែលបកកែក្នុងវិស័យដូចគ្នាអត់ដែលគេបកកែជារៀមច្បងដែលស្ទាត់ជំនាញដើម្បីរៀនសូត្រពីគេមានតំណែងល្អជាមួយគេដើម្បីរៀនសូត្រពីគេអត់យើងពិនិត្យមើលពេលតើយើងចូលចិត្តធ្វើគេយើងអានសភៅច្រើនអត់ទៅលើជំនាញឬក៏តំណែងឬក៏គ្រប់គ្រងអីចឹងតើយើងមានបានអានយើងផឹងរៀនអត់យើងពិនិត្យមើលហើយបើយើងពិនិត្យមើលទៅអស់ទេខ្ញុំហត់ដល់ផ្ទះវិញអូ Facebook មើល TikTok មើល YouTube ព្រោះខ្ញុំអស់កម្លាំងខ្ញុំមានកម្លាំងណាធ្វើអញ្ចឹងខ្ញុំអស់កម្លាំងខ្ញុំត្រូវការ relax យើង relax ដល់ពេលទៅធ្វើការងារគ្នាមកវងខ្ញុំធ្វើម្នាក់ឯងមិនកើតនឹកមកគោកខ្ញុំចេះបន្តិចឲ្យខ្ញុំធ្វើច្រើនមិនកើតដល់ពេលអញ្ចឹងយើងមើលសកម្មភាពនឹងការគិតរបស់យើងហើយសួរដល់ពេលសួរថ្ងៃឈប់ថ្ងៃបន់ទៀនទៅថ្ងៃបន់ថ្ងៃទៀនការងាររវល់ហើយសាកថ្មជីវិតបើមិនសាកថ្មទេមិនថ្មទៅអស់មិនទៅមុខអញ្ចឹងត្រូវសាកថ្មជីវិតអញ្ចឹងមានពេលវេលាណាដែលយើងអភិវឌ្ឍខ្លួនមានពេលវេលាណាដែលយើងមានសមត្ថភាពហើយបើយើងអត់មានសមត្ថភាពយើងគេអត់ទុកចិត្តយើងផងយើងធ្វើការអត់កើតផងអញ្ចឹងសួរថាតើលទ្ធផលដែលយើងបានហ្នឹងវាដូចចិត្តវាអត់ដូចទេវាដូចនឹងអ្វីដែលយើងធ្វើហ្នឹងវាអត់បានដូចចិត្តដែលយើងចង់តែវាដូចនឹងអ្វីដែលយើងខំធ្វើហ្នឹងបើយើងធ្វើអញ្ចឹងលទ្ធផលអញ្ចឹងយើងមានអភិវឌ្ឍខ្លួនបើយើងអត់រៀនថែមការងារយើងអត់ប្រឹងធ្វើមិនបានលទ្ធផលល្អអញ្ចឹងទៅអត់រួចទេអញ្ចឹងត្រឡប់មកមិនតែអ្នកធ្វើការអ្នករកស៊ីគឺអញ្ចឹងដែរយើងចង់បាន business យើងធំរីកចម្រើនយើងចង់មានសមត្ថភាពគ្រប់គ្រង business ធំដូចគេអញ្ចឹងណាអីចឹងទៅជាគេហៅថាដូចសហព័ន្ធអីណានៃធំអីដូចគេអញ្ចឹងទៅត្រឡប់មើលខ្លួនឯងរាល់ថ្ងៃមួយមើល TikTok មើល Facebook ហើយសួរដែលរៀនអត់តាក់ទងទៅនឹងការបៀលក្រុមហ៊ុនធំអត់ដែលទេចូលរួមសិក្ខាសាលាអត់ទេចេះអស់ហើយមានអាចចេះជាងអញទៀតចេះអស់ហើយអញ្ចឹងទៅណាក៏យើងអត់ទៅទេទិញសភៅអានទេអត់ទេរៀន subscribe course គេបង់លុយ online រៀនអត់ទេថាស្អីក៏អត់ដែរហើយចូលរួមរបៀបដូចជាបណ្ដាញដូចជាលក្ខណៈថាបណ្ដាញ business គេដូច BNI ដូចអីចឹងណាដើម្បីស្វែងយល់ពីអ្នកអតីតទេអត់ទេអាស្អីក៏អត់ទេនៅតែផ្ទះហុយលុយចាយបានលុយមកចិត្តតែចាយបានលុយមកចិត្តតែចាយដូរទូរស័ព្ទអីចឹងទៅដូរកុំព្យូទ័រដូរនាឡិកាកៅអៅថ្លៃដូរឡានអីចឹងទៅហុយសួរថាមានលុយណាទៅអភិវឌ្ឍក្រុមហ៊ុនយើងចឹងទង្វើរបស់យើងធ្វើហ្នឹងវាអត់អាចនាំយើងទៅរីកចម្រើនបានទេព្រោះស្អីយើងអត់មានសមត្ថភាពយើងអត់ដឹងគិតមិនប៉ុណ្ណឹងយើងអត់មានព័ត៌មានក្នុងខួរក្បាលយើងយើងដឹងថាចំក្រុមហ៊ុនបើចង់រៀបទៅស្តង់ដាររៀបមិនណាយើងអត់ដឹងទេអុយទៅច្បាប់ទម្លាប់អីផ្សេងមិនណាធនធានមនុស្សមិនទៅណាហុយរចនាសម្ព័ន្ធមិនទៅណាឃើញទេយើងអត់ដឹងទាំងអស់ដល់ពេលអញ្ចឹងទៅសួរបើយើងអត់ដឹងផងយើងទៅធ្វើមិនហុយដល់ពេលសួរទស្សនវិស័យក្រុមហ៊ុនខ្ញុំអត់ដឹងទេក្រុមហ៊ុនអីខ្ញុំដឹងតែមួយថ្ងៃបើកលក់អញ្ចឹងទៅងាយឡើងបាត់តូបអញ្ចឹងទៅថ្ងៃឈប់អញ្ចឹងទៅដើរលេងអីអញ្ចឹងទៅហុយភ្ញៀវគិតមិនខ្ញុំតើថ្ងៃឈប់ខ្ញុំហត់ទេខ្ញុំត្រូវទៅឈប់ដើរលេងហីហុយរស់ស៊ីយូរមិនដល់ពេលមានគេរស់ស៊ីដូចយើងដែរគេខំប្រឹងជាងគុណភាពល្អជាងគេផ្ដួលយើងព្រុសយើងចាប់ដើមអន់ចឹងអូយអតិជនអត់មានភាពស្មោះស្ម័គ្រសោះចង់និយាយថារស់ស៊ីមួយគ្នាយូរហើយគាំទ្រគ្នាយូរឥឡូវគ្រាន់តែគេធ្វើល្អជាងឯងរត់ចោលឯងបាទអីចឹងហើយយើងអត់ចិត្តប្រោយប៉ុន្តែយើងពិនិត្យលើវិញថាតើសកម្មភាពរបស់យើងនឹងយើងបានទំនួលខុសត្រូវជាមួយនឹងអតិជនរបស់យើងអត់ទេយើងអត់អភិវឌ្ឍយើងអីអតិជនណាគេមិនខ្វល់ថាអ្នកណាលក់ទេហើយគុំសុំឲ្យគេគ្រប់គ្រងយើងដោយសារគេរាប់អានគេស្រឡាញ់គេអីយើងត្រូវតែបង្កើតផលិតផលដែលមានគុណតម្លៃគ្រប់គ្រាន់សម្រាប់គេបានជារឿងត្រឹមត្រូវជាការដឹងដូចគុណដល់អតិជនដែលគ្រប់គ្រងយើងគឺត្រូវតែផ្ដល់អ្វីដែលលើសពីអ្វីដែលគេចំណាយមកលើយើងអានោះបានជារឿងត្រឹមត្រូវដល់ពេលយើងអត់ទេអានតែតំណែងល្អមួយគ្នាផឹកស៊ីមួយគ្នាគេត្រូវតែទិញយើងវាអត់ចឹងទេអញ្ចឹងយើងត្រូវតែបរឹងគុណតម្លៃរបស់យើងហ្នឹងអញ្ចឹងអាកន្លែងហ្នឹងដែលសំខាន់អញ្ចឹងត្រឡប់មកវិញណាអ្វីដែលបងប្អូនត្រូវគិតមើលសកម្មភាពខ្លួនឯងប្រចាំថ្ងៃហ្នឹងថាតើសកម្មភាពប្រចាំថ្ងៃរបស់យើងហ្នឹងវានឹងរុញយើងទៅដល់លទ្ធផលដែលយើងចង់បានអត់បើសិនជាអត់ទេយើងត្រូវតែគិតឡើងវិញកែសម្រួលឡើងវិញផ្លាស់ប្ដូរខ្លួនឯងធ្វើឲ្យព្យាយាមធ្វើសកម្មភាពទាំងឡាយណាដែលនាំយើងទៅដល់លទ្ធផលមួយដែលយើងចង់បានបាទសូមអរគុណ